ថ្ងៃនេះយើងនាំគ្នាទៅលេង Aquarium នៅ Atlanta Georgia ម្ដងបងប្អូនចាហើយយើងទៅដល់ហ្នឹងគឺយើងត្រូវរកកន្លែងចតឡានសំខាន់គឺខ្ញុំថតកន្លែងមួយសិនខ្លាចមកវិញរកឡានអត់ឃើញចាហើយសម្បត្តិផ្ញើមួយ$25បងប្អូនចាហើយនេះនៅខាងក្រៅបរិវេណពេលយើងចូលទៅដល់ភ្លាមគឺយើងត្រូវទៅទិញសម្បត្តិចាយើងទិញសម្បត្តិចូលហ្នឹង$155បើយើងទិញតែមួយកន្លែងហ្នឹងណាតែខ្ញុំទិញពី Series Pass នេះយើងទៅដល់យើង scan QR code ហ្នឹងហើយយើងទិញទៅយើងអាចចំណេញបានខ្លះដែរបើយើងដើរបានមានពេលដើរច្រើនណាបងប្អូនតែខ្ញុំចូលហ្នឹងខ្ញុំមានពេលមិនសូវច្រើនម៉ោងទេតែខ្ញុំទិញយកអាហ្នឹងទៅអស់សម្បត្តិមួយ$100 99បូកតាក់បន្តិចតួចទៀតចឹងណាលើ100បន្តិចចាយើងដើរបាន6កន្លែងដែលយើងអាចទៅបានណាចាចំណេញច្រើនមែនតែខ្ញុំដើរបានតែ3កន្លែងទេក្នុងមួយថ្ងៃហ្នឹងព្រោះឲ្យយើងអស់ពេលវេលាទៅហើយណាមួយត្រូវប្រញាប់ហោះចេញមកវិញថ្ងៃស្អែកចឹងអញ្ចឹងអត់ចង់ដើររហូតដល់ល្ងាចពេកចាហើយដើរទៅខាងក្នុងបងប្អូនគឺថាមានត្រីគ្រប់ប្រភេទមានឈ្មោះឲ្យយើងមើលហើយនៅប៉ែកខាងនេះគឺថាត្រីហ្នឹងគេដាក់មកពីខាង North America ដូចមានកែបមានអីក្នុងហ្នឹងអញ្ចឹងដូចថាមកពីកន្លែង Tropical Fish ចាដែលមានធាតុអាកាសក្តៅស្តៀងនឹងស្រុកយើងអញ្ចឹងទៅចាមានផ្កាឈូកការផលិតអីដុះចឹងបងប្អូនហើយមើលប៉ែកនៅខាងលើនេះវិញគឺឃើញសត្វក្រពើមកគូចាក្រពើសឃើញដបងរៀងភ្ញាក់ដែរហ្នឹងណាចាប៉ុន្តែក៏ស្អាតដែរក៏ចង់ថតផ្ដិតយករូបភាពសត្វក្រពើសជូនបងប្អូនមើលលេងដែរទៅចាហើយគេដេកសម្រាកដេកលក់ក៏មិនដឹងចាហើយប៉ែកខាងនេះគឺមានសត្វស្លាបចាមានសត្វស្លាបពណ៌ផ្កាឈូកស្អាតដែរបងប្អូនហើយនេះមិនមែនសត្វទេពណ៌ផ្កាឈូកដែរនិយាយលេងចាហើយនេះខ្ញុំកំពុងតែអង្គុយមិនអង្គុយហត់ទេតែពេលអង្គុយធ្វើការបងប្អូនអើយត្រូវការ check in សម្បត្តិកប៉ាល់ហោះសម្រាប់ថ្ងៃស្អែកចឹង24ម៉ោងមុនយើងហោះចេញយើងត្រូវការ check in ឲ្យហើយកុំឲ្យយើងពិបាកទៅ airport អញ្ចឹងក៏ចំណាយពេល 4-5 នាទីហ្នឹង check in តាម phone ឲ្យហើយទៅចារួចហើយយើងក៏ដើរបន្តនៅក្នុងនោះទៀតចាបន្តមើលបរិយាកាសក្នុងហ្នឹងគឺថាកន្លែងគេរៀបចំគឺធំទលាយស្អាតមែនតើមនុស្សច្រើនណាបងប្អូនមួយថ្ងៃតម្រង់ជួរគឺថាមិនដឹងយកលុយទៅណាអស់ទេ Aquarium ហ្នឹងណាធំមែនតើហើយនេះពួកខ្ញុំក៏រៀងដើរហត់តិចមកអង្គុយសម្រាប់ញ៉ាំនំតិចតួចហើយញ៉ាំទឹកអីហើយឆាតទូរស័ព្ទផងចាមុននឹងយើងចេញដំណើរទៅមកកន្លែងទៀតហើយនេះយើងគ្រាន់មកប៉ែកទៀតទេបងប្អូនមកឈមនៅក្នុងtunnel មួយនេះនៅក្នុងរូងអញ្ចឹងប៉ុន្តែគេធ្វើកញ្ចក់ជុំវិញហ្នឹងរួចហើយគេដាក់ត្រីគឺថាមានតូចមានធំកន្លែងនេះគេថាមានធ្វើឲ្យយើងចូលទៅអង្គុយនៅក្នុងដូចយើងនៅក្នុងពិភពបាតសមុទ្រហ្នឹងជាមួយគ្នាអញ្ចឹងចាហើយគឺត្រីខ្ញុំអត់ដែរឃើញត្រីមួយដែលធំខ្លាំងជាងគេមួយហ្នឹងអត់ដឹងឈ្មោះអីទេប៉ុន្តែខ្ញុំទៅ Aquarium នៅសិង្ហបុរីខ្ញុំទៅអត់មានឃើញធំខ្លាំងអញ្ចឹងទេចាឃើញល្មមសប៉ែតហ្នឹងឃើញសម្បូរចាតែត្រីខ្លះហ្នឹងគឺអត់ដែរឃើញទេនៅសិង្ហបុរីក៏ស្អាតដែរ Aquarium គេហ្នឹងធំចាធំក៏មិនចាញ់នេះហ្មងដែរប៉ិនគ្រាន់ថាមិនដឹងជាប្រមាណម៉ែត្រប្រមាណអីខុសគ្នាប៉ុន្តែនេះជាប់ចំណាត់ទី2ចានៅជប៉ុនជាប់ចំណាត់ទី1នេះត្រីនេះធំបងប្អូនចាគឺថាទេសភាពហ្នឹងគឺមើលទៅប្លែកភ្នែកហើយក៏យើងមើលទៅរៀងរីឡាកដែរបងប្អូនមើលលេងអញ្ចឹងណាមានត្រីតូចមានត្រីធំគ្រប់ប្រភេទហើយសំខាន់នៅមួយគ្នាបានអត់ឆ្លោះគ្នាទេបើវាចេះស៊ីគ្នាបែបស៊ីអស់ហើយមើលទៅអាធំហ្នឹងដាក់តែមួយម៉ាត់មកអស់ហ្មងត្រីហ្នឹងតែមើលទៅដូចអត់អីដូចថាប្រភេទខ្លះនៅជាមួយគ្នាបានប្រភេទខ្លះនៅជាមួយគ្នាអត់បានទេអញ្ចឹងពេលដែលគេដាក់ចូលនៅក្នុងធុងហ្នឹងក្នុង Aquarium ហ្នឹងគេត្រូវដឹងតែពីប្រភេទត្រីមួយអញ្ចឹងណាបានអាចយកទៅនៅជាមួយគ្នាកើតដូចតែមនុស្សយើងអញ្ចឹងបងប្អូនបើនៅជាមួយគ្នាមិនកើតមនុស្សដូចតែគ្នាក៏នៅមួយគ្នាមិនបានហ្នឹងអញ្ចឹងមិនចុះសម្រុងត្រូវតែបំបែកចាហើយនេះបបែលចាត្រីបបែលហ្នឹងគេឲ្យយើងមកស្ទាបអែលេងណាគេហៅមកផេតអញ្ចឹងទៅកូនក្មេងចូលចិត្តមកស្ទាបអញ្ចឹងទៅគេដាក់ឲ្យយើងលេងហ្នឹងខ្ញុំក៏បានទៅស្ទាបគេដែរចារៀងល្អិលបងប្អូនអើយល្អិលដូចយើងដាក់សាប៊ូដាក់ខ្លាញ់អីអញ្ចឹងលើស្បែកហ្នឹងណាចាស្ទាបលេងតិចហើយក៏រត់ទៅលាងដៃចារៀងល្អិលចង់ខ្លាចចាហើយនេះគឺយើងមកមើលកន្លែងត្រីអីគេត្រី dolphin ចាត្រី dolphin គេលេងទីថាគេលេង trick ណាគេចេះ show ចាគេបវល់ខ្លួនបវល់អីចឹងទៅប៉ុន្តែអត់មានអ្នកបង្ហាត់នៅក្នុងហ្នឹងទេគ្រាន់ថាត្រីហ្នឹងហែលលេងឲ្យយើងមើលចឹងទៅ
ហើយនេះកន្លែងមួយទៀតហើយដើរមកអញ្ចឹងទៅគេមានដាក់ត្រីហ្នឹងគេនេះមានអាកូនទូចនៅក្នុងហ្នឹងគេឲ្យយើងចូលទៅហើយយើងអាចថតនៅក្នុងត្រីហ្នឹងដូចយើងកំពុងតែនៅក្នុងរូងបាតសមុទ្រជាមួយត្រីហ្នឹងអញ្ចឹងចាឃើញត្រីវាហែលមកចិត្តហ្នឹងយើងលេងជាមួយអញ្ចឹងបានចាត្រីវាស្អាតណាស់ចាហើយលេងកូនក្មេងចូលចិត្តតែឈរមើលឡើងពេញហ្នឹងហើយជួនកាលខ្ញុំទៅនឹងប៉ះកូនក្មេងមក field trip ពីសាលាគេនាំមកម្ដងប្រហែលជិះឡានបឹសមក2 3បឹសចឹងទៅយកមកហ្នឹងគេដើររៀនសូត្រពីសត្វត្រីឈ្មោះអីចឹងណាបងប្អូនមើលត្រីនៅលើខ្ញុំមើលមិញធំខ្លាំងមែនតែនចាអរគុណបងប្អូនចំពោះការទស្សនាជួប